ឯកឧត្តមប៉ាន់ ខែ ប៊ុន ថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជានាយករងខុទ្ទកាល័យសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតនៅលោកជំទាវ សេកសេរីរតនា ប៉ាន់ ខែ ប៊ុន ថន រួមជាមួយគណៈបញ្ជាការឯកភាពខេត្តក្រុងមន្ត្រីរាជការគ្រប់ស្ថាប័នប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈរួមទាំងយុវជនប្រមាណជាង 4000 នាក់បានចូលរួមប្រារព្ធពិធីអបអរសាទរខួបលើកទី46ទិវាជ័យជំនះ7មករា1979 7មករា2025នៅល្ងាចថ្ងៃសុក្រទី10ខែមករាឆ្នាំ2025ក្នុងបរិវេណបូរីដឺផាកស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ4សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យលោកគៀតហ៊ុលអភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា7មករាជាថ្ងៃរំដោះនិងសង្គ្រោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត7មករាគឺជាកំណើតទី2នៃពលរដ្ឋខ្មែរនិងជាដើមកំណើតនៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទាំងមូលដូច្នេះយើងរួមគ្នាថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើងក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតប៉ាន់ ខែ ប៊ុន ថននាយករងខុទ្ទកាល័យសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថាបើទោះបីជាថ្ងៃទី7ខែមករាឆ្នាំ2025នេះមានរយៈពេល46ឆ្នាំកន្លងមកហើយប៉ុន្តែស្មារតី7មករានៅតែដកជាប់ក្នុងក្រអៅបេះដូងប្រជាជនខ្មែរគ្រប់រូបដែលបង្ហាញពីការដឹងគុណចំពោះឥស្សរជនគ្រប់រូបដែលបានលះបង់សាច់ស្រស់ឈាមស្រស់ទាំងប្រាជ្ញាស្មារតីយកជីវិតធ្វើជាដើមទុនក្នុងបេសកកម្មស្វែងរកសន្តិភាពនិងសេចក្តីសុខសេចក្តីចម្រើនជូនជាតិនិងប្រជាជនឯកឧត្តមបានបន្តថាប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាហើយសូមគាំទ្រទាំងស្រុងចំពោះការបញ្ជាក់អំពីវិធានការមើងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនទាំងឡាយណាដែលចង់បង្កអសន្តិសុខបំផ្លាញសន្តិភាពតាមរយៈការធ្វើកុបកម្មដោយខុសច្បាប់ដើម្បីរក្សាឲ្យបាននូវសុខសន្តិភាពអាយុជីវិតរបស់ប្រជាជនទន្ទឹមនឹងនោះពិធីពិសាអាហារសាមគ្គីដើម្បីអបអរសាទរអនុស្សាវរីយ៍ខួបលើកទី46ថ្ងៃទិវាជ័យជំនះ7មករា1979 7មករា2025ក៏មានការប្រគំឆាកតន្ត្រីដ៏ធំហើយក៏មានការចាប់សន្លឹកឆ្នោតឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ជូនមន្ត្រីរាជការគ្រប់ស្ថាប័នប្រជាពលរដ្ឋយុវជនគ្រប់ស្រទាប់វណ្ណៈដើម្បីជាការលើកទឹកចិត្តនិងដើម្បីញ៉ាំងកម្មវិធីនាល្ងាចនេះបង្កើតភាពសប្បាយរីករាយបង្កើនភាពស្និទ្ធស្នាលប្រកបដោយស្នាមញញឹមភក្ដីភាពរវាងគ្នានឹងគ្នាស្របពេលដែលប្រទេសកម្ពុជាយើងមានសុខសន្តិភាពនៅក្នុងពេលបច្ចុប្បន្ននេះប្រទេសមានវឌ្ឍនភាពមានការអភិវឌ្ឍលើគ្រប់វិស័យដែលប្រជាជាតិកម្ពុជាយើងរស់ក្រោមដំបូលម្លប់សន្តិភាពក្រោមការដឹកនាំនយោបាយឈ្នះឈ្នះក្រោមមគ្គុទ្ទេសក៍ដ៏ឆ្លៀវវៃអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោនិងការដឹកនាំនាពេលបច្ចុប្បន្នកូនប្រុសច្បងរបស់សម្ដេចគឺសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា